ថានភាពនៅតំបន់ហ្គាហ្សានៅតែជាប្រធានបទដែលពិភពលោកកំពុងតាមដានយ៉ាងជិតស្និទ្ធយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិការចរចានិងការប្រយោមុខគ្នារវាងភាគីពាក់ព័ន្ធនៅតែបន្តមានភាពស្មុគស្មាញខណៈប្រជាពលរដ្ឋស៊ីវិលនៅតំបន់នេះកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាចាប់តាំងពីឆ្នាំ2007ត្រូវបានអ៊ីស្រាអែលនិងប្រទេសមួយចំនួនចាត់ទុកថាជាអង្គការភេរវកម្មខណៈក្រុមនេះអះអាងថាខ្លួនកំពុងតស៊ូដើម្បីសិទ្ធិរបស់ប្រជាពលរដ្ឋប៉ាឡេស្ទីនសង្គ្រាមដែលបានផ្ទុះឡើងនៅឆ្នាំ2023បានបង្កឲ្យមានការបាត់បង់ជីវិតនិងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរសហគមន៍អន្តរជាតិនៅតែអំពាវនាវឲ្យមានដំណោះស្រាយនយោបាយដើម្បីបញ្ចប់អំពើហិង្សានិងការពារជីវិតប្រជាពលរដ្ឋតើអនាគតរបស់ហ្គាហ្សានឹងទៅជាយ៉ាងណាពិភពលោកកំពុងរងចាំចម្លើយពីការចរចានិងការសម្រេចចិត្តរបស់មេដឹកនាំភាគីពាក់ព័ន្ធ